ម្នាក់បានមកលេងហ្វេសរបស់លោកគ្រូស្រាប់តែគាត់បានដកប្រអប់តន្ត្រីមួយចេញមកក្មេងស្រីមានចម្ងល់ពេញក្នុងចិត្តថានេះមិនមែនគ្រាន់តែជាប្រអប់តន្ត្រីធម្មតាទេឬប៉ុន្តែមិនទាន់ទាំងបានសួរផងលោកគ្រូក៏បានរវាយដៃប្រអប់តន្ត្រីនោះបាត់ទៅហើយដំបូងឡើយក្មេងស្រីមិនបានចាប់អារម្មណ៍អ្វីច្រើនឡើយព្រោះសំឡេងដែលបន្លឺចេញពីប្រអប់គ្រាន់តែជាភ្លេងធម្មតាប៉ុណ្ណោះលោកគ្រូមើលដឹងពីភាពមិនយល់របស់នាងទើបញញឹមហើយប្រាប់ថាប្រអប់តន្ត្រីនេះគាត់បានទិញក្នុងតម្លៃដល់ទៅ8លានyenហើយប្រាប់ឲ្យនាងផ្ទៀងស្ដាប់ឲ្យច្បាស់ក្នុងនោះទៀតទើបតែពេលនេះដែលក្មេងស្រីដឹងថាប្រអប់តន្ត្រីនេះមិនធម្មតានោះទេប៉ុន្តែទោះបីជានាងខំប្រឹងផ្ទៀងស្ដាប់យ៉ាងណាក៏ដោយក៏នាងនៅតែស្ដាប់មិនដឹងពីភាពខុសប្លែកសោះអស់មធ្យោបាយនាងក៏បានសួរបញ្ជាក់លោកគ្រូដោយការបន្ទាបខ្លួនតើស្ដាប់ទៅដូចជាសំឡេងមនុស្សប្រុសទេឃើញបែបនេះលោកគ្រូក៏បានរវាយប្រអប់តន្ត្រីនោះម្ដងទៀតលើកនេះក្មេងស្រីក៏បានឮសំឡេងបុរសនោះដូចគ្នាពេលឃើញថានាងលីសំឡេងនោះហើយលោកគ្រូក៏បន្តរវាយប្រអប់តន្ត្រីនៅក្នុងដៃតទៅទៀតកាលណាគាត់រវាយកាន់តែយូរសំឡេងមនុស្សប្រុសនោះរឹតតែច្បាស់ទៅក្មេងស្រីភ័យខ្លាចនឹងបាតុភូតចម្លែកនេះយ៉ាងខ្លាំងនាងក៏ប្រញាប់ស្រែកប្រាប់ឲ្យលោកគ្រូជប់ប៉ុន្តែគ្រាន់តែសម្ដែងចប់ភ្លាមស្រាប់តែមានស្នូស្នាមជើងយ៉ាងច្បាស់បន្លឺឡើងពីលើពីដានអ្វីដែលរឹតតែគួរឲ្យព្រឺក្បាលនោះគឺប្រអប់តន្ត្រីស្រាប់តែរវាយវិលដោយខ្លួនឯងពេលនេះលោកគ្រូក៏ចាប់ផ្ដើមស្លន់ស្លាទាំងស្រុងព្រោះនៅក្នុងផ្ទះនេះមានតែគាត់ម្នាក់គត់ចតាចលនានៅជន់លឺអំបញ្ញមិញនេះជាសំឡេងអ្នកណាទៅឃើញស្ថានភាពកាន់តែមិនស្រួលក្មេងស្រីក៏ក្រោកឈររៀបចំនឹងចាស់ចេញលោកគ្រូបំរុងនឹងដើរទៅលំលងនាងប៉ុន្តែនៅវិនាទីបន្ទាប់លោកគ្រូប្រអប់តន្ត្រីសំណាងល្អដែលលោកគ្រូប្រតិកម្មតាន់ពេលដោយសង្កត់ទុកប្រអប់តន្ត្រីនោះចប់ហើយប្រអប់នោះក៏ស្ងាត់ទៅវិញមួយផ្លែតែមិនទាន់តែបានទូទ្រូងផងខាងលើផ្ទះស្រាប់តែបានលើសំឡេងឡើងម្ដងទៀតមួយវិនាទីក្រោយមកប្រអប់តន្ត្រីក៏បានរវាយវិលដោយខ្លួនឯងសាជាថ្មីលើកនេះកម្លាំងរបស់វាខ្លាំងរហូតទប់ស្ទើរតែមិនជាប់ក្មេងស្រីភ័យរន្ធត់រហូតឈរស្ងៀមប្រឹងមួយកន្លែងប៉ុន្តែបន្តមកជើងមនុស្សមួយគូស្រាប់តែលើកឡើងនៅត្រង់មាត់ចង្កាក្មេងស្រីដឹងភ្លាមថានេះប្រហែលជារលឹមខ្មោចដែលក្នុងប្រអប់តន្ត្រីហើយនាងភ័យខ្លាចខ្លាំងរហូតបំរុងនឹងបែកខ្នងរត់គេចប៉ុន្តែលោកគ្រូបែរជាមិនចង់ឲ្យក្មេងស្រីរត់ចោលគាត់ឡើយសូពេលនេះដែរកម្លាំងលើបំរាស់របស់ប្រអប់តន្ត្រីព្រឹកតែខ្លាំងឡើងដូចជាហៀបនឹងរបូតចេញពីការគ្រប់គ្រងរបស់លោកគ្រូនៅវិនាទីបន្ទាប់អ្នកទាំងពីរដឹងច្បាស់ណាស់ថាប្រសិនបើប្រអប់តន្ត្រីរបូតចេញពីដៃខ្មោចនោះច្បាស់ជារត់ចុះមកមិនខានប៉ុន្តែកម្លាំងអ្នកទាំងពីរមានកម្រិតទោះបីជាប្រឹងប្រែងអស់ពីកម្លាំងកាយក៏ដោយនៅទីបញ្ចប់លោកគ្រូនៅតែមិនអាចទប់ទល់នឹងអំពើខ្មោចព្រីនៅក្នុងប្រអប់តន្ត្រីនោះបានឡើយ